เน็บสู้พวกไม้บองบอลออกนี่ថ្ងៃនេះផងដែរគឺខ្ញុំចូលទៅលេងខាងវៀតណាមដោយចេញយកម៉ូតូស្លាកលេខខ្មែរចូលនៅឡើយនេះគឺគេតម្រូវឲ្យយើងចុះបោហើយគេអត់ឲ្យថតទេខ្ញុំថតបានតែបន្តិចទេហើយអស់នេះឥឡូវមកហូបបាយទៅនៅណាហ្នឹងគេហៅអីនេះឈប់ហូបបាយស្អាតសបាយនៅណៃគេអត់ឲ្យថតទេបាទបងនេះឥឡូវមកដល់កន្លែងអាម៉េចឯងសាមុតមកដាក់ហ្វឺchứ signature នៅវៀតណាមមានហ្វឺឆ្ងាញ់គេចេះតមកផងចាំរ៉េតឲ្យងងមកចាប់នេះមើលនេះសាច់គេច្រើនណាស់trờiសាច់គោតែឥឡូវគេល្បីដែរមើលចាប់តិចបន្លែគេអូបាយលោមេឆ្ងាញ់អត់រ៉េតឲ្យមែនហើយឡើយខ្ញុំមកដល់ខាងវៀតណាមហើយតែនេះគេអត់ដឹងហៅអីគេហៅគេបងសាយិនហឹងនៅខាងសាយិនហឹងហើយតែយើងជិះមកចេញពីផ្សារហ្នឹងមកខាងកើតមកគឺមកដល់កន្លែងលោកកាហ្វេមួយហ្នឹងគឺនៅផ្លូវប្របែកនេះយើងឃើញកាហ្វេហើយកន្លែងនេះគឺរស់រាយមែនតើហើយឆ្ងាញ់សំខាន់គឺរស់រាយហើយយើងអាចថតវីដេអូបានទេខ្ញុំសូមអនុញ្ញាតពីគាត់ហើយពេលយើងចូលមកគឺគេអត់អនុញ្ញាតទេតែមិនឯងយើងសុំគេណាមុនថតកុំឲ្យមានបញ្ហាអញ្ចឹងហើយមនុស្សរបស់គាត់គឺមានច្រើនមែនតើប្រវត្តិវាមនុស្សរបស់គាត់គឺមានច្រើនហើយយើងអាចមើលបានឥឡូវយើងមកដល់កន្លែងចាំត្រីហើយនិយាយទៅប្រព័ន្ធធារាសាស្ត្រហើយច្រឡំនេះគេបច្ចេកទេសនៃការចាំគេបែបហ្នឹងធំនេះកន្លែងចាំគឺធំតែហើយដឹងត្រីគេខ្លះច្រើនធំទៅក្នុង5គីឡូលើអាស្រះមុខទៀតហ៎អូច្រើនទេណាំទេ5ឲ្យគាត់ថែមឲ្យ1គីឡូទៅមើលឃើញចុយនោះហ៎អាតហើយតឃើញមើលលើមើលតមកបោកខ្លួនគឺអាថ